ឈូសៀមកវិញហើយ ចា មីងហ្វាងមិនក៏ឲ្យគឺញ៉ាំរបស់អត់មានជីវជាតិអញ្ចឹងខ្ញុំបានទិញបង្គាប៉ុន្មានប្រអប់តាមអនឡាញទុកឲ្យកូនតាចុះក្នុងទូទឹកកកនេះមិនក៏អត់មានអីសោះអញ្ចឹងគឺចេះតែទាញ៉ាំនឹងណាខាត់មិនឈ្នះទេ ប្អូនជីដូនមួយអូនស៊ីវលីមកលេងផ្ទះថ្ងៃនេះឃើញបង្គាក៏ឃ្លានខ្លាំងហ្មងម៉ាក់ក៏ស្ងោឲ្យនាងញ៉ាំទៅបងដឹងថាអូនប្រកាសជាមិនប្រកាន់ទេមែនអត់កូនសំឡាញ់ចាំម៉ាក់ស្រុះមីឲ្យញ៉ាំណាលីនឈូស៊ីឈុតប៉ាន់តែ limited edition ដែលខ្ញុំឲ្យទិញនឹងបានទិញហើយនៅថ្ងៃស្អែកខ្ញុំត្រឡប់ពីបេសកកម្មវិញហើយកុំភ្លេចយកវាមកការិយាល័យឲ្យខ្ញុំផង ចាសអត់មានដាក់ស្លឹកខ្ទឹមទេណាអរគុណម៉ាក់មីងហ្វាងតើមានឃើញឈុតប៉ាន់តែដែលខ្ញុំទើបទិញថ្មីទេអូកូនស្រីអញគេពេញចិត្តអញក៏យកទៅឲ្យវាប្រើបាត់ទៅកូនស្រីមីងចូលចិត្តមិនឲ្យនាងទិញខ្លួនឯងទៅកុំចេះតែយករបស់ដែលខ្ញុំទិញអញ្ចឹងណែឯងនិយាយអញ្ចឹងមានន័យថាមិនក៏ថាកូនស្រីអញតែងតែយករបស់ដែលអញទិញរបស់ដែលអញទិញមិនមែនជារបស់អញទេអីអញយកឲ្យកូនស្រីអញប្រើវាខុសមែនឆ្លោះគ្នាធ្វើអីគ្រាន់តែឲ្យឈុតប៉ាន់តែមួយនឹងសោះរំខានបងសរសេរសារណាអស់ហើយដឹងអត់នឹងប៉ុន្តែថ្ងៃមុនបងឯងមិនប្រាប់ខ្ញុំទេអីថាគ្រូណែនាំបងចេះតែរករឿងសារណាមិនឲ្យបងចប់នោះអីអញ្ចឹងហើយបានខ្ញុំខំចំណាយលុយមិនតិចទេដើម្បីទិញឈុតប៉ាន់តែប្រណិត limited edition មួយហ្នឹងព្រោះគិតថាគ្រូរបស់បងប្រកាសជាពេញចិត្តចុះមិនអូនមិនប្រាប់ឲ្យលឿនមកខ្ញុំក៏ចង់ធ្វើឲ្យបងភ្ញាក់ផ្អើលឲ្យបងសប្បាយចិត្តតើម៉ាក់ស្អែកម៉ាក់ទៅទាឈុតប៉ាន់តែនោះមកវិញទៅគ្រាន់តែឈុតប៉ាន់តែមួយសោះឲ្យឈូសៀទិញមួយទៀតឲ្យទៅមិនបានទេអីរបស់ឲ្យគេហើយទៅទៀរមកវិញខ្មាស់គេញាប់ហើយឈុតប៉ាន់តែនោះវាជាប្រភេទ limited edition ម៉ាក់ចង់ឲ្យឈូសៀទៅរកទិញយ៉ាងណាមកទៀតអញមិនខ្វល់ថា limited ឬមិន limited អីទេយ៉ាងណាអញក៏មិនទៅទៀរពីបងស្រីអញមកវិញដែរម៉ាក់បើម៉ាក់មិនឲ្យបងស្រីយកប៉ាន់តែនោះមកវិញទេហើយធ្វើឲ្យប៉ះពាល់ដល់ការរៀនចប់របស់ខ្ញុំម៉ាក់ឯងរៀបចំខោអាវទៅនៅស្រុកស្រែរស់នៅយ៉ាងវេទនីជាមួយបងស្រីនិងបងថ្លៃចុះកុំមកនៅស៊ីសុកស្រួលផ្ទះខ្ញុំទៀត